สุดท้ายទាំងអស់គ្នាស្វាគមន៍មកកាន់ YouTube Channel របស់ខ្ញុំម្ដងទៀតយើងខានជួបគ្នាយូរហើយដោយសារខ្ញុំរវល់ឃើញមានអ្នកចូលមកសួរ comment ក៏ដូចជាហេតុអីបានបាត់ខ្ញុំមួយរយៈដោយសារខ្ញុំរវល់ការងារច្រើនហើយមកវឹកមុនហ្នឹងខ្ញុំមានអ្នកសួរនាំរឿងល្មិចខ្មៅច្រើនព្រោះដោយសារមានអ្នកចង់បានហ្នឹងណាហើយវីដេអូមួយនឹងផ្ទុះមែនតើដោយសារមានអ្នកចង់បានច្រើនព្រោះល្មិចខ្មៅជារបស់ដែលពិបាករកហើយខ្ញុំមានដាំគឺបណ្ដាគាត់ថាវាត្រូវការពេល3ឆ្នាំទើបអាចប្រមូលផលបានម្ដងអញ្ចឹងណាហើយជាក់ស្ដែងថ្ងៃនេះខ្ញុំមានប្រហែលជា 2-3 គីឡូមើមដែរដែលខ្ញុំគាស់មកប៉ុន្តែអានេះអត់ទាន់ចាស់ល្អទេបងប្អូនគ្នាវាយើងអាចនៅឃើញពណ៌ខៀវអញ្ចឹងណាពេលដែលវាចាស់ខ្លាំងពណ៌វាខៀវកាន់តែដិតជាងហ្នឹងហើយលោដល់ខៀវកម្ៅអាហ្នឹងគឺវាពេញចាស់ល្អតែ3ឆ្នាំទៅបានដល់កម្រិតខៀវកម្ៅហ្នឹងបានគេយកទៅប្រើបានជាអសតអញ្ចឹងណាហ្នឹងហើយឬមួយក៏គ្រូខ្លះគេយកទៅបញ្ចុះអាគមយកអីយ៉ាងទៅហើយហ្នឹងហើយបើសិនណាគេចង់បានអាចឆាតមកតាមលេខ Telegram បានខ្ញុំដាក់នៅក្នុង subtitle របស់ YouTube channel របស់ខ្ញុំសម្រាប់មីខ្មៅនេះគឺអត់មានច្រើនទេខ្ញុំមានតែប្រហែលជា 2-3 គីឡូទេអស់គឺអស់ហើយរកលេងបានហើយទៅចាំដល់3ឆ្នាំក្រោយទើបមានអានេះដោយសារខ្ញុំដាំទៅខ្ញុំសល់អញ្ចឹងខ្ញុំចែកព្រោះវានៅលើបរិមាណដីដែលខ្ញុំដាំអញ្ចឹងណាអូខេសម្រាប់តម្លៃយើងអាចចរចាគ្នាបាននៅក្នុង Telegram របស់ខ្ញុំហើយហ្នឹងហើយអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណបាយបាយ